ក្រុមហ៊ុន Campunuts Agro Product បោះទុន$2 លានប្រមូលទិញគ្រាប់ស្វាយចន្ទីពីសហគមន៍កសិកម្មចំនួន13ក្នុងខេត្តព្រះវិហារបើពុំមានការប្រែប្រួលនោះទេនៅចុងសប្តាហ៍ទី2ខែមីនាខាងមុខនេះក្រុមហ៊ុន Campunuts Agro Product នឹងចុះប្រមូលផលគ្រាប់ស្វាយចន្ទីពីកសិករនៅក្នុងសហគមន៍ចំនួន13ក្នុងខេត្តព្រះវិហារសម្រាប់ធ្វើការកែច្នៃនាំចេញទៅទីផ្សារបរទេសក្រោយពីចុះកិច្ចសន្យាផលិតកម្មជាមួយបណ្ដាញសហគមន៍កសិកម្មស្វាយចន្ទីព្រះវិហារសាមគ្គីកាលពីថ្ងៃទី4ខែមីនាឆ្នាំ2025លោកពឹងត្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឲ្យដឹងថាក្រុមហ៊ុន Campunuts Agro Product បានចុះកិច្ចសន្យាប្រមូលទិញគ្រាប់ស្វាយចន្ទីពីសហគមន៍កសិកម្មចំនួន13នៅក្នុងខេត្តព្រះវិហារធ្វើការកែច្នៃសម្រាប់នាំចេញភាគច្រើនទៅទីផ្សារប្រទេសចិនលោកគូបញ្ជាក់ថានេះជាឆ្នាំទី2ដែលក្រុមហ៊ុនចុះកិច្ចសន្យាប្រមូលទិញពីកសិករនៅក្នុងសហគមន៍កសិកម្មមានរហូតដល់1500តោនពោបរិមាណគ្រាប់ស្វាយចន្ទីច្រើនជាងឆ្នាំទី1ហើយបើដំណើរការល្អការប្រមូលផលរបស់កសិករកើនឡើងលើសពីបរិមាណកំណត់ក៏ខាងក្រុមហ៊ុនទទួលទិញពីកសិករដែរលោកពឹងត្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារបានវិតម្លៃថាការចុះកិច្ចសន្យាស្តីពីការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីរវាងក្រុមហ៊ុន Campunuts Agro Product ជាមួយបណ្ដាញសហគមន៍កសិកម្មស្វាយចន្ទីព្រះវិហារសាមគ្គីដែលមានសមាជិកសហគមន៍កសិកម្មចំនួន13នេះវាជារឿងមួយដ៏ល្អសម្រាប់កសិករហើយក្រុមហ៊ុនហ៊ានទិញក្នុងតម្លៃមួយល្អបើប្រៀបធៀបទៅនឹងប្រទេសជិតខាងពោគ្រាប់ស្វាយចន្ទីសាមកសិករលក់បានថ្លៃជិត$5000ក្នុង1គីឡូក្រាមលោកពឹងត្រីដាមានប្រសាសន៍ថាការចុះកិច្ចសន្យាផលិតកម្មរវាងក្រុមហ៊ុនឯកជនជាមួយក្រុមកសិករអ្នកផលិតស្វាយចន្ទីក្នុងខេត្តពេលនេះវាជោគជ័យមួយហើយក្នុងនោះរាជរដ្ឋាភិបាលដើរតួនាទីជាអ្នកសម្របសម្រួលនិងជាសាក្សីនៃការចុះកិច្ចសន្យាគឺធ្វើយ៉ាងណាឲ្យក្រុមហ៊ុនប្រមូលទិញបានផលចំណេញហើយកសិករដំណាំស្វាយចន្ទីទទួលបានប្រាក់ចំណេញដូចគ្នាផងដែរក្នុងនាមជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារយើងចង់ឃើញចំណុចនេះបានដើរដល់គ្រប់កន្លែងទាំងអស់គឺជួយដោះស្រាយបញ្ហាទីផ្សារជូនបងប្អូនប្រជាកសិករបានច្រើនទាក់ទងនឹងការប្រមូលទិញគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនខាងលើត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជាសម្ដែងការរីករាយនិងចាត់ទុកថាការចាប់ផ្ដើមប្រជែងទិញតាមរយៈក្រុមហ៊ុនក្នុងស្រុកមួយនេះអាចធ្វើឲ្យតម្លៃគ្រាប់ស្វាយចន្ទីមានស្ថិរភាពមានរយៈពេលយូរអង្វែងលោកអ៊ូនស៊ីឡុតបានឲ្យដឹងថាតម្លៃគ្រាប់ស្វាយចន្ទីចន្លោះពី$5000រៀលទៅ$5500រៀលក្នុង1គីឡូក្រាមហើយតម្លៃនេះធ្វើឲ្យកសិករបានប្រាក់ចំណេញតែមកទល់ពេលនេះតម្លៃហាក់ធ្លាក់ចុះបន្តិចតែបើមានក្រុមហ៊ុនក្នុងស្រុកប្រជែងទិញជាមួយក្រុមហ៊ុនបរទេសកាន់តែល្អកុំឲ្យឈ្នួញខាងក្រៅធ្វើការក្រឡុកតម្លៃបានទៅតាមចិត្តបើតាមលោកពឹងត្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាដំណាំស្វាយចន្ទីនៅក្នុងខេត្តព្រះវិហារនៅពេលបច្ចុប្បន្នបាននឹងកំពុងផ្ដល់ផលមានផ្ទៃដីជិត30000ហិកតាហើយមកទល់សប្តាហ៍ថ្ងៃនេះកសិករចាប់ផ្ដើមប្រមូលផលបានប្រមាណ10%ក្នុងចំណោមផ្ទៃដីសរុប